បាទលើនេះគឺវគ្គចុងក្រោយភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងាររាយការណ៍ព័ត៌មានទី1គឺលោកកំហៃបាទជម្រាបសួរលោកកំហៃបាទជំរាបសួរលោកវត្រាលោកជំរាបសួរលោកសុខៈផងដែរបាទជំរាបសួរបាទហើយព្រឹកនេះមានរឿងរ៉ាវអ្វីដើម្បីជម្រាបជូនដល់ទូទស្សនិកជនរបស់យើងបានជ្រាបបានបាទសម្រាប់ពេលនេះគឺព័ត៌មានទៅនឹងក្រុមប្រឹក្សាយុវជនកម្ពុជា YCC ចំសន្តិយុវជនលើកទី9នៅខេត្តប្រសេនុបាទសូមអញ្ជើញបាទការងារជោគជ័យនៃអ្នកដឹកនាំវ័យក្មេងត្រូវបានយកមកធ្វើជាប្រធានបទសន្និសីទយុវជនប្រចាំឆ្នាំ2013នេះក្នុងន័យពង្រឹងសមត្ថភាពផ្សេងៗនៅសកម្មភាពអភិវឌ្ឍសង្គមថ្នាក់មូលដ្ឋានដើម្បីជំរុញឲ្យយុវជនមានសមត្ថភាពចូលរួមក្នុងសកម្មភាពអភិវឌ្ឍនៅក្នុងសហគមន៍របស់ខ្លួននិងសង្គមជាតិបាទលោកសុកវិទូនាយកប្រតិបត្តិក្រុមប្រឹក្សាយុវជនកម្ពុជា YCC បានបញ្ជាក់ថាសន្និសីទយុវជនជាកម្មវិធីមួយរបស់ក្រុមប្រឹក្សាយុវជន YCC ដែលកម្មវិធីនេះចាប់ផ្ដើមមានឡើងតាំងពីឆ្នាំ2005មកម្ល៉េះហើយមកដល់ឆ្នាំ2013នេះគឺជាលើកទី9ហើយក្នុងឆ្នាំ2013នេះសន្និសីទយុវជនត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី9ដល់ថ្ងៃទី11កញ្ញានេះឯងបាទក្រុមប្រធានបទការងារជោគជ័យនៃអ្នកដឹកនាំវ័យក្មេងដែលមានយុវជនចូលរួមចំនួន145នាក់មកពីខេត្តនិងរាជធានីគោលដៅទាំង12របស់ក្រុមប្រឹក្សាយុវជនកម្ពុជាបាទរួមទាំងស្ថាប័នដៃគូចំនួន6ផ្សេងទៀតគឺវិទ្យាស្ថានអន្តរជាតិអាមេរិកទូអប់រំយុវជនកីឡាវិទ្យាស្ថានបរទេសធនាគារម៉ារ៉ូហានសាកលវិទ្យាល័យបញ្ញាសាសាខាខេត្តសៀមរាបនិងមន្ទីររដ្ឋាភិបាលនៅនេសាទបាទសន្និសីទយុវជននេះមានគោលបំណងសំខាន់រួមមានដើម្បីលើកចិត្តនិងជំរុញឲ្យយុវជនចូលរួមសកម្មភាពអភិវឌ្ឍសហគមន៍កាន់តែសកម្មថែមទៀតទៅតាមបណ្ដាគោលដៅផ្សេងៗដើម្បីផ្ដល់ជាទីកន្លែងមកដល់បណ្ដាយុវជនទាំងអស់ពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈវគ្គបណ្ដុះបណ្ដាលដែលមាននៅក្នុងសន្និសីទនេះបាទដើម្បីផ្ដល់ឱកាសដល់បណ្ដាយុវជនបានផ្លាស់ប្ដូរនៅបទពិសោធន៍និងស្វែងយល់ពីគ្នាទៅវិញទៅមកជាមួយបណ្ដាដែលមកពីបណ្ដាខេត្តផ្សេងៗគ្នាយើងរំពឹងថាការចូលរួមនេះអាចជ្រាបចំណេះដឹងទៅដល់យុវជននៅពេលទៀតឲ្យបានជ្រាបអំពីសារៈសំខាន់នៃការងារសហគមន៍និងចង់ចូលរួមក្នុងការងារអភិវឌ្ឍសហគមន៍របស់ខ្លួននៅតាមទៅពេលសន្និសីទយុវជនត្រូវបានបញ្ចប់និងត្រឡប់ទៅខេត្តរបស់ខ្លួនវិញបាទលោកសខាសូមបញ្ជាក់ផងដែរថាហើយជួយជុំជ្រែងពីសំណាក់ក្រុមហ៊ុនមួយចំនួនរួមមានក្រុមហ៊ុនពុកការធនាគារម៉ារ៉ូហាននិងវិទ្យាស្ថានអន្តរជាតិអាមេរិកកាំងកាលពីថ្ងៃទី8កញ្ញាក្រុមប្រឹក្សាយុវជនកម្ពុជា YCC ក៏បានធ្វើសកម្មភាពថាវិការសម្អាតបរិស្ថានតាមគុណទៅនិងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យនាំគុណទៅចូលរៀនផងដែរបាទសូមអរគុណបាទសូមអរគុណបាទសូមជម្រាបលាអរគុណលោកកំហៃដែលបានធ្វើសេចក្ដីការបាទអរគុណលើពេលវេលាក៏បានដល់ទីបញ្ចប់ទៅហើយដែរมันអាចបន្តទៅទៀតបានទេសូមអនុញ្ញាតប៉ុណ្ណឹងហើយក្រោយតិចទៀតជួបជាមួយលោកមេរិទ្ធីកញ្ញាសិលានៅព័ត៌មានគ្រោះថ្នាក់ចរាចរណ៍វត្តល្មើសនិងព័ត៌មានផ្លាយៗដទៃទៀតដែលកើតឡើងនៅក្នុងសង្គមយើងបាទអរគុណនៅពេលនេះខ្ញុំបាទបុត្រាខ្ញុំបាទទូចសខៈសូមអរគុណសូមគោរពលាស្អែកជួបគ្នាចាប់ពីម៉ោង6ព្រឹកតទៅទៀតមានក្នុងឱកាសនេះដែរក្រោយពីការចែករំលែកបទពិសោធន៍ក្នុងអស់ទាំងមានប្រពន្ធទាំងមានដៃដែលមាននៅក្នុងជីវ័យរបស់យើងឲ្យជ្រួតជ្រាបអំពីអ្វីទៅជាឆន្ទៈគាត់ការជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងសហគមន៍ដូចជាមានព្រឹកនេះអាចនិយាយបានថាមានកិត្តិយសណាស់បើយើងមានគុណផលផលអង្គការជននេះប្រកាន់នៃជននេះគឺរំលែកដល់លំបាកប្រជាពលរដ្ឋតាមមូលដ្ឋានដូចជាការរៃទាប្រាក់ដែលថាយុវជនមានដាក់មួយចំណុចទាំងពីរខ្ញុំសប្បាយរីកណាស់ដោយបងប្អូនទាំងអស់តែចោតកដល់មានអត្រាពលនិងមិនអាចខ្វះបានលើគ្រប់ការអភិវឌ្ឍនានាយ៉ាងនៅសហគមន៍យ៉ាងយ៉ាទីគុំយូយ៉ាងប្រទេសក្រៃក្រយ៉ាងដើម្បីនឹងគាត់ដើម្បីប្រាប់គាត់ថ្ងៃបុណ្យហោក៏ដើម្បីប្រាប់គាត់តែថាគាត់ថារបស់សហគមន៍យើងឲ្យលោកនៃគុំវិទ្យាការជួយដោះស្រាយនេះគឺជាកម្លាំងដល់កពីដោះស្រាយដាក់ច្បាប់សញ្ញាចរាចរណ៍ជាដើមនេះជាយោគជ័យមួយដែលពលរដ្ឋបានធ្វើសម្រាប់ការងារសហគមន៍របស់យើងដូចជាការអភិវឌ្ឍប្រទេសជាតិរបស់យើងបាទថ្លៃខ្លាំងទៅលើការអភិវឌ្ឍយើងពីការនេះកន្លងមកគឺមិនទៅមានការដាក់ការរបស់ជាមួយអញ្ញាយើង
ការជំរុញឲ្យជាប្រវត្តិទៅបោះឆ្នោតកន្លងមកនៅអាណត្តិទី5 ហើយសូមប្រសិទ្ធិពលឲ្យសិទ្ធិនេះសូមឲ្យ